nè bố má ngày đến khi tay close out đó nó bưng ở chui thò thủ bài tịnh màu lứa nè muối bí bảy mà vậy trời nhớ thò lời chấm tị hai nè chấm tị hai lời trời lời ngò ba nhầm lần squat chân thằng mấy toán hỏi camera khơi tiên khi bông họ ba camera ọt khơi nhá nghe vì mình đang cái camera nó kia ba nữa tận nè hả nơi toán cho chứ anh nhầm sẵn ạ vì mình đây pe pưng ai thọt lứa nè đầu pe ai pưng ở thọt ơi với thợ ai đã rô camera khơi ba cái chân nhẹ nè ôi vì rô camera khơi vì họ ép camera khơi nhỉ chăm tí chứ pre dắp mỏ chưa làm nó chưa dắp mỏng ôi men kia chưa tê kia rô camera nó khơi nha mà bị du nè mới chui rô đây mà lại ba camera nữa nè mà nè chăm nhầm prap ọt bà bạ chua kia tê đây pe thọt mà đong rô camera lại ba camera khơi như mày nọt nè không đi đăng ngọt tôi sắp đây iPhone vào dương á con là tẹt cút pi đón ba camera ô tô tại mà đòn tẹt cút bay đón lock screenខ្លួនឯងចង់នឹងកន្លែងបើកអត់តោះទៅមើលទាំងអស់គ្នាខ្ញុំទៅបង្ហាញអ្នកនរគ្នាក្នុងវីដេអូមួយនេះដើម្បីបើកមុខងារដ៏ពិសេសមួយនេះបានដំបូងឡើយយើងបើកទូរស័ព្ទដៃ iPhone របស់យើងហើយយើងចុចរកពាក្យ setting ឬសញ្ញាកងចាក់ហ្នឹងបន្ទាប់មកទៀតយើងវាយកន្លែង search ចុចមក search យើងវាយពាក្យថា back tab អ្នកនរគ្នាវាយតាមខ្ញុំមកហើយមើលតាម logo ហ្នឹងណានេះគេដាក់ពាក្យ back tab ឲ្យឃើញអត់យើងចុចយកពាក្យ back tab ហ្នឹងមកចុចមកអូខេហើយវានឹងនាំយើងមកកន្លែងពិសេសនេះខាងលើឃើញអ្នកគ្នាឃើញខាងលើគេដាក់ថា double tap ខាងលើបានន័យថាទះគូត2ដងហើយខាងក្រោមគេដាក់ triple tap នោះគឺទះគូត3ដងអញ្ចឹងយើងចង់យកមួយណាឥឡូវខ្ញុំឧទាហរណ៍អ្នកគ្នាមើលខ្ញុំចុចខាងលើសិនយក double tap វាមាន function ច្រើនមែនតើយើងចង់ឲ្យទះគូត2ដងចេញអីខាងលើហ្នឹងហើយគេដាក់កាមេរ៉ាបើកាមេរ៉ាបន្ទាប់មកទៀតវាមានកាមេរ៉ា control វាមានបើកាមេរ៉ាមុខកាមេរ៉ាក្រោយវាមានច្រើនមែនតើតែយើងចង់កំណត់ការទះគូតទូរស័ព្ទ2ដងហ្នឹងទៅលើអីសម្រាប់ខ្ញុំយកបើកាមេរ៉ាឃើញយើងចុចពាក្យកាមេរ៉ាមកតែប៉ុណ្ណឹងមកណាមានបាច់ចុច save អីទេគ្រាន់ចុចមកវាជាប់គ្រីសនៅហ្នឹងហើយឃើញទេអូខេ back មកវិញអញ្ចឹងខ្ញុំយក10 triple tap ម្ដង triple tap ទះគូតទូរស័ព្ទ3ដងអញ្ចឹងខ្ញុំយក lock screen អញ្ចឹងខ្ញុំគ្រាន់តែទះគូតទូរស័ព្ទ3ដងគឺទូរស័ព្ទខ្ញុំបិទlock screen ខ្លួនឯងហ្មងលុតទៅខ្លួនឯងហ្មងឥឡូវខ្ញុំមកតេស្តសាកបងអ្នកគ្នាមើលពេលបើកមុខងារនឹងហើយឃើញយើងទះគូត2ដងទះយកដៃចុចទះឲ្យចំអាកន្លែងសញ្ញាផ្លែប៉ោមហ្នឹងណាឃើញទះ2ដងបើកកាមេរ៉ាខ្លួនឯងដៃខាងមុខខ្ញុំអត់មានប៉ះចុចអីទេណាឃើញខ្ញុំចុចតែពីក្រោយទះ3ដងទូរស័ព្ទបិទខ្លួនឯងឃើញទេអ្នកនរគ្នាអាចសាកល្បងបានបង្គន់លែងមានបញ្ហាក្លិនឆ្អេះក្លិនស្អុយបញ្ហាសត្វល្អិតឡើងពីគម្របលូមកដូចជាមូសកដោកឡាតនិងការកកស្ទះសរសៃសក់សម្រាមផ្សេងដែលធ្វើឲ្យលូយើងស្ទះហើយបង្គន់យើងទាំងមូលហ្នឹងគឺអ៊ូអាប់មែនតែនជ្រើសរើសឧបករណ៍អនាម័យមួយនេះគឺមានប្រព័ន្ធបង្ហូរទឹកដោយស្វ័យប្រវត្តិពេលទឹកហូរបានបើកពេលទឹកអត់ហូរគឺបិទវិញការពារការកកស្ទះសរសៃសក់សម្រាមផ្សេងពីខាងលើហើយការពារការឡើងជាមួយសត្វល្អិតពីខាងក្រោមអ្នកនរគ្នាប្រើឧបករណ៍នេះសមាជិកក៏ដូចជាផ្ទះអ្នកនរគ្នាទាំងមូលបង្គន់ទាំងអស់មានអនាម័យមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជានិច្ចព្រោះថាបង្គន់ជាកន្លែងសំខាន់ដែលយើងចេញចូលញឹកញាប់ជាងគេហើយកន្លែងដែលយើងប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងប៉ះពាល់មែនតើបើសិនបន្ទប់ទឹកយើងមានក្លិនមិនល្អក្លិនឆ្អេះស្អុយចូលទៅសត្វល្អិតច្រើនហើយចាក់ទឹកមិនទៅនឹងរាសីយើងក៏មិនសូវល្អដែរសំខាន់គឺសុខភាពយើងអញ្ចឹងអ្នកនរគ្នាអាចជ្រើសរើសជាមួយឧបករណ៍អនាម័យបង្គន់នេះបានពីមុនមកហេតុអីបានយើងអត់ចង់ចូលបង្គន់ដោយសារតែបង្គន់ភាគច្រើនមិនថាផ្ទះយើងផ្ទះគេឬកន្លែងណាទេចូលទៅគឺធំក្លិនឆ្អេះមែនតើពេលដែលចូលហើយចេញមកវិញគឺថាមានអារម្មណ៍ចង់ក្អួតផងអីផងអញ្ចឹងអ្នកនរគ្នាចាប់ពីពេលនេះតទៅជារឿងសំខាន់និងចាំបាច់មែនតើនៅពេលដែលយើងដាក់ឧបករណ៍នេះចូលទៅគ្រប់បង្គន់របស់យើងទាំងអស់លែងមានក្លិនឆ្អេះក្លិនស្អុយលែងមានសត្វដិតឡើងពីក្រោមដែលប៉ះពាល់សុខភាពមែនតើសត្វកឡាតសត្វអីទាំងអស់ហ្នឹងទៅទុំថ្នាំដុសធ្មេញទុំច្រាស់ដុសធ្មេញរបស់យើងប្រើរាល់ថ្ងៃមិនថាសាប៊ូមិនថាអីទេដុសលាងមុខគឺប៉ះពាល់មែនតើសង្ឃឹមថាអ្នកនរគ្នាទទួលបានចំណេះដឹងថ្មីទៀតហើយអញ្ចឹងពេលទៅដើរលេងអីម្ដងចង់ថតរូបឲ្យសង្សារចង់ថតរូបឲ្យមិត្តភ័ក្តិអីកុំឲ្យខាតពេលវេលាយូរចុចបើកកន្លែងហ្នឹងទៅមុខងារនេះគឺធ្វើឲ្យយើងហ្នឹងណាគ្រាន់តែទះទូរស័ព្ទ2ដងពីក្រោយអញ្ចឹងបើកកាមេរ៉ាខ្លួនឯងពេលខ្លះខ្ញុំក៏អញ្ចឹងដែរអ្នកគ្នាខ្ញុំរាវរកអាកាមេរ៉ានោះអត់ឃើញណាពេលយើងបញ្ញាប់រត់តែរកអេបនឹងអត់ឃើញចង់លឿនណាស់រត់តែរត់ឃើញអញ្ចឹងអ្នកគ្នាបើកមុខងារមួយនេះទៅយើងចង់ថតយើងគ្រាន់តែទះ2ដងទៅបើកកាមេរ៉ាខ្លួនឯងហ្មងចង់ទះ3ដង lock screen ឬក៏យើងរើសបាននៅក្នុង function ហ្នឹងយើងរើសបានចង់ទះ2ដងស្អីក៏បានដែរអញ្ចឹងដូចតែខ្ញុំប្រាប់អញ្ចឹងអ្នកគ្នាណាអូខេអញ្ចឹងសង្ឃឹមថាអ្នកគ្នាពេញចិត្តនឹងគាំទ្រនៅវីដេអូរបស់ខ្ញុំទាំងអស់សង្ឃឹមថាអ្នកគ្នានឹងជួយ share ចែករំលែកចំណេះដឹងនេះទៅអ្នកបន្តទៀតអរគុណ